សួស្តីបាទថ្ងៃនេះមានកុំព្យូទ័រ laptop ថ្មីទៀតហើយបងប្អូន ASUS ROG Strix បាទ G614J ស្ពេចកប់ហ្មងបងប្អូនអើយបាទនេះរូបរាងខាងក្រៅហើយវីដេអូនេះខ្ញុំបាន unboxing តិចទៀតខ្ញុំអានស្ពេចជូនបាទអានេះគឺ seal scene របស់ក្រុមហ៊ុនបាទអញ្ចឹងយើងយកមក unbox ហើយនឹងដាក់កម្មវិធីតិចតួចបាទក្នុងកាបូបហ្នឹងមានកតាបអីដូចជា ASUS រដងអញ្ចឹងបាទអូខេឥឡូវយើងទាញប្រអប់វាចេញសិនបាទអញ្ចឹងខ្ញុំថតដៃមួយខាងអញ្ចឹងអាចរៀងពិបាកបន្តិចបាទអានេះ ROG case វានៅ case មួយជាន់ទៀតអញ្ចឹងណា case វាក៏ដូចជាស៊េរី i7 i8 ដូចគ្នាអញ្ចឹងបងប្អូនបាទ ROG មានដូចបងប្អូនឃើញអញ្ចឹងនេះពួក G series ROG Strix G614 មិញហ្នឹងនេះគឺជាស្ពេចវានៅខាងខ្នងនេះបាទអញ្ចឹងស្ពេចរបស់វាគឺអានេះស្ពេចធំបងប្អូនបាទ CPU វាទៅដល់ i9 ចំនួន14ណាបងប្អូនបាទ i9 14900HX បាទ 2.2 GHz ខាច់វា36មេand 5.8 GH និង24 core បាទ RAM របស់វាគឺ 16G អញ្ចឹងតិចទៀតខ្ញុំអាប់វាឡើង 32G ហើយ SSD storage វាស៊ីនមកគឺ Mate PCIe 4.0 បាទ NVMe បាទមាន port ច្រើនដែរហ្នឹងបងប្អូនមើលក្នុងវីដេអូនេះទៅឃើញហើយបាទហើយ keyboard វាគឺ backlit keyboard បាទ per key RGB បាទអញ្ចឹងបានន័យថាវាភ្លើង RGB រត់តាមក្របមួយ Wi-Fi 6 បាទ Wi-Fi 6E ទៀតបងប្អូនអើយ Bluetooth version ហ្នឹងហើយអេក្រង់វាគឺនេះអេក្រង់វាបងប្អូនបាទគឺ16 inch បាទ Full HD Plus 16ដោយ10បាទ UW UHGA sRGB 100% refresh rate វាគឺ165 Hz response time per millisecond CPU វាមិញគឺ RTX 47បាទ CPU RTX 47ប្រហែល G ចេះសុំមើលទី8 G DDR6 នេះបងប្អូនបាទអញ្ចឹងបងប្អូនមើលលេងណាអានេះ port ដូចខ្ញុំនិយាយមិញអញ្ចឹងមានខ្សែដោតមានខ្សែអ៊ីនធឺណិតចូល HDMI Type C រុនដោតកាសបាទមានមកកា play តែម្ដងហើយអាមកខាងទៀតនោះមានតែ USB ទេនេះចំនួន2នេះគឺខាងក្រោមក៏មាន design បន្លោះជាអក្សរ ROG ORG ដែរបាទអញ្ចឹងកតុយវីដេអូខ្ញុំបើក Active Windows បន្តិចខ្ញុំកាត់ទៅដល់កន្លែងដែលខ្ញុំដាក់កម្មវិធីដាក់អីចឹងណាបងប្អូនបាទហើយខ្ញុំថតទូរស័ព្ទបងប្អូនអើយមិនសូវច្បាស់ល្អទេបាទមិនបងបាទឥឡូវខ្ញុំបើកវាបន្តិចភ្លើងវាស្អាតណាស់បងប្អូនអើយភ្លើងបាទនិយាយទៅអែមហ្មងវាអាច custom RGB នៅលើក្រប key មួយបានទេណោះបងប្អូនឃើញវាលោតញាក់តែម្ដងបាទនេះបងប្អូនខ្ញុំដាក់ឲ្យចិត្តបាទស្អាតពណ៌ខ្ញុំស្រឡាញ់ពួក RGB ROG Strix ហ្នឹងគឺ color វាស្អាតភ្លើងវាតែបើសេរីថាអត់សូវស្អាតដូចអាហ្នឹងទេ
ចឹងបងប្អូនមានតម្រូវការ laptop អីក៏អាចសួរព័ត៌មានលេខនេះក៏បានដែរបងប្អូនខ្ញុំអត់អីទេអត់កំណាញ់អត់អីសួរបានតែគីឡូពេលខ្លះខ្ញុំរវល់អីអាចនឹងឆ្លើយតបរៀងយឺតបន្តិចបាទណែបងប្អូនញាក់ភ្លើងតម្លៃល្អបងប្អូនបាទតើតមកខ្ញុំមានតម្លៃល្អជូន laptop ផ្សេងក៏ខ្ញុំមានលក់ដែរហើយបងប្អូនចង់ទៅឡើងកម្មវិធីមួយចំនួនក៏ខ្ញុំមានដែរខ្ញុំមានមិនគ្រប់ទេបងប្អូនបាទតែភាគច្រើនខ្ញុំមានឬក៏បងប្អូនចង់ download ខ្លួនឯងក៏អាចសាកសួរខ្ញុំបានខ្ញុំបង្ហាញពីការ download ជូនបាទពួកស៊េរីនេះក៏ perfect warranty ដែរណាបងប្អូនបាទមាន service perfect warranty ដោយតាស៊េរី TUF ដែរចឹងបងប្អូនដឹងហើយពី perfect warranty នេះគឺករណីនៅក្នុងលក្ខខណ្ឌ warranty ឆ្នាំដែលគេ perfect warranty ហ្នឹងគឺបងប្អូនអាចទទួលបានអត្ថប្រយោជន៍ជាច្រើនបើសិនជា laptop របស់បងប្អូនមានបញ្ហាឧទាហរណ៍ថាយើងត្រូវចំណាយអស់$100ថ្លៃជួសជុលអញ្ចឹងខាង ASUS គាត់ជួយចេញ50% 80% នៃតម្លៃដែលយើងជួសជុលបាទអញ្ចឹងគឺផ្ដល់ភាពងាយស្រួលក៏ដូចជាពិសេសជូនអតិថិជនបាទនេះខ្ញុំកាត់មកដល់ខ្ញុំចូលដល់ Windows ប្រើហើយអញ្ចឹងខ្ញុំក៏ connect internet ដើម្បីធ្វើការ active Windows ក៏ដូចជា update driver មួយចំនួនពីព្រោះអីនៅពេលដែលយើងបើកប្រអប់មកភ្លាមបើកចូលដល់ Windows driver គឺមិនទាន់ last version អស់Windows ទេបាទអញ្ចឹងយើងធ្វើការ update បាទហើយចាប់ពីនាទីនេះតទៅគឺខ្ញុំមិនបានជា voice over អីទៀតទេដោយសារនេះជាវីដេអូដែលខ្ញុំ upgrade RAM ពី16ទៅ 32GB បាទអញ្ចឹង RAM វាគឺ RAM DDR5 បាទ5600បាទ 16G មួយដើមអញ្ចឹងយើងថែម 16G មួយដើមទៀតទាំងអស់ 32G បាទអញ្ចឹងគឺมันមាន slot សម្រាប់ធ្វើការ upgrade បន្តទេបាទអញ្ចឹងសូមបងប្អូនរីករាយទស្សនាវីដេអូនេះដូចតទៅបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះជួបខ្ញុំបាទនៅវីដេអូក្រោយបាយបាយ
ừ thì nó dễ lên xuống cái kia là pro bơ con cái sao cái ấy họ nó bị là đúng mình thấy cái gì cái nếu mà như cái thì vậy mình thấy quen không vậy luôn mẹ buồn cái này đi coi nó đi chơi đi tất cả không có con lại bơ hàm tô không cái là tôi không có một